ហើយព័ត៌មានទី2នេះគឺជាព័ត៌មានដែលខាងភាគីកម្ពុជាកັບផ្សាយភាគីខាងថៃកັបផ្សាយដែរគឺក្រសួងការពារជាតិរបស់កម្ពុជាបានឲ្យដឹងថាគឺការរីកានឹងនៅថ្ងៃទី19ខែវិច្ឆិកានេះគឺនៅវេលាម៉ោង 11:08 នាទីព្រឹកគឺកម្ពុជាបានរីកាដឹងថាក្រុមអ្នកសង្កេតការអាស៊ាន AOT ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជានឹងបានចុះទៅពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តបទច្បាញ់នៅច្រកចមួយឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់បាទហើយបើតាមក្រសួងការពារជាតិរបស់កម្ពុជាឲ្យដឹងថានៅអំឡុងពេលចុះពិនិត្យនោះមានការផ្ទុះអាវុធនៅខាងភាគីថៃហើយដើម្បីសុវត្ថិភាពក្រុមអ្នកសង្កេតការអាស៊ានក៏សម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះនិងដកថយត្រឡប់វិញបាទហើយក្រសួងក៏បានឲ្យដឹងថាមកដល់ពេលដែលជម្រាបជូនប្រិយមិត្តហ្នឹងគឺស្ថានភាពមានភាពស្ងប់ស្ងាត់ឡើងវិញហើយនេះគឺជាអ្វីដែលក្រសួងការពារជាតិរបស់កម្ពុជាបានរីកាហើយរូបនេះគឺរូបដែលខ្ញុំដកសំពីសារព័ត៌មានថៃទេសារព័ត៌មានថៃដែលខាងយោធារបស់ខាងថៃបានផ្ដល់ទៅសារព័ត៌មានគឺបើជារូបភាពថតពីកាមេរ៉ារបស់ខាងថៃឬយ៉ាងម៉េចបាទគឺប្រជុំនោះគឺជាក្រុមនៅខាងភាគីកម្ពុជាហើយនៅក្នុងរូបហ្នឹងបាទនេះគឺនៅខាងភាគីកម្ពុជាណាបាទមានមុខខៀវមានអីនៅកន្លែងហ្នឹងក៏ប៉ុន្តែតើខាងភាគីថៃដោះសារយ៉ាងម៉េចទៅវិញបាទរីបើយោងតាមសារព័ត៌មាននានារបស់ថៃតែម្ដងគាត់និយាយថាគឺនៅថ្ងៃទី19ខែវិច្ឆិកានឹងដែរគឺលោកអនុសេនីយ៍ឯកថាម៉ានូនវ៉ាណាដែលជាមេបញ្ជាការកងកម្លាំងនៅម៉ារីនប្រចាំខេត្តត្រាតបាននិយាយថាគាត់ក៏នៅក្នុងទីតាំងនោះដែរនៅពេលដែលរឿងហ្នឹងកើតឡើងនោះបាទដោយគាត់ថាពេលហ្នឹងគឺគាត់ទៅពិនិត្យមើលស្ថានភាពនៅទីនោះដើម្បីផ្ដល់សុវត្ថិភាពទៅដល់ក្រុមប្រតិបត្តិការដោះមីននៅខាងស្រុកភូមិចម្រក់បាទស្រុកចម្រក់នៅក្នុងខេត្តត្រាតនឹងឯងបាទហើយក្នុងអំឡុងពេលពិនិត្យចុះត្រួតពិនិត្យហ្នឹងគឺគាត់ថាមានឃើញក្រុមកម្ពុជាហ្នឹងចំនួន30នាក់បាទដែលជួបប្រជុំគ្នានៅតំបន់ក្បែរនោះដែរនៅមូលដ្ឋាននៅក្បែរនោះហើយមានពាក់មួកពណ៌ខៀវដោយគាត់បញ្ជាក់ថាគឺគាត់បានប្រើខាងសមែលបាទសមែលគឺកៅយឹតដើម្បីសង្កេតការបាទហើយខាងភាគីថៃហ្នឹងគឺបានបង្ហោះដ្រូនហ្នឹងគឺដើម្បីថតរូបឲ្យខាងភាគីថៃហើយពេលនោះក៏មានឮសំឡេងផ្ទុះបាទសំឡេងមួយផ្ទុះឡើងខ្លាំងតែម្ដងបាទអញ្ចឹងគាត់ថាជាសង្ខេបគឺគាត់ចោទខាងកម្ពុជាថាជាស្ថានភាពមួយដែលកម្ពុជារៀបចំឡើងបាទដោយបន្លំឲ្យមានអ្នកពាក់មួកខៀវទៅជួបជុំគ្នានៅកន្លែងមូលដ្ឋានប្រតិបត្តិការនោះហើយក៏ដុតផាវឡើងហើយធ្វើឲ្យមានសំឡេងខ្លាំងហើយបន្ទាប់មកផ្ដល់ព័ត៌មានคล้ายថាគឺទាហានរបស់ថៃជាអ្នកចោលគ្រាប់បែកដាក់ពួកគេហើយលោកអនុសេនីយ៍ឯងហ្នឹងគាត់និយាយថាប្រសិនបើនោះគឺជាបាតុភូរបស់ AOT ពិតប្រាកដមែនប្រហែលជាពួកគេនឹងប្រហែលជាត្រូវដើរមកខាងព្រំដែនរបស់ថៃហើយប៉ុន្តែនៅថ្ងៃហ្នឹងគឺគេអត់បានមកទេគឺជាការជាក់ច្បាស់ណាស់គឺនៅចម្ងាយតែប្រហែលជា200ម៉ែត្រតែប៉ុណ្ណោះហើយគឺរូបភាពនោះក៏មានការ edit រូបភាពផងដែរដោយប្រើបញ្ចូលរូបភាពរូបថតដែលប្រតិភូរបស់ AOT ពិតប្រាកដដែលធ្លាប់ទៅមើលតំបន់នោះពីពេលមុនមកដើម្បីប្រឌិតរឿងនេះឡើងបាទបើសិនជារឿងនេះគឺជារឿងពិតមែនគឺហេតុអ្វីបានជាមិនមកជួបគ្នាដោយដែលធ្លាប់បានធ្វើក្នុងពេលកន្លងមកដើម្បីជួបនិយាយគ្នាបាទលើកនេះហេតុអ្វីបានជាមិនមកអញ្ចឹងដូច្នេះគាត់ចោទប្រកាន់ថាគឺខាងភាគីកម្ពុជាជាអ្នករៀបចំព្រឹត្តិការណ៍នឹងកើតឡើងដោយយកមនុស្សមកពីណាដែលបន្លំខ្លួនជា AOT ហើយក្រោយមកគឺដុតផាវនោះឲ្យបានលឺសូរសំឡេងបាទនេះគឺជាគាត់ថាជាតាក់ទិចមួយដែលពួកភេរវករប្រើពាក្យធ្ងន់ណាគាត់ថានេះគឺជាតាក់ទិចមួយដែលពួកភេរវករប្រើដើម្បីបង្កើតពាក្យចចាមអារាមហើយនឹងបង្កើតព័ត៌មានคล้ายៗបាទអញ្ចឹងដូច្នេះបាទប្រហែលយើងចាំមើលតើខាងភាគីកម្ពុជាអាចនឹងមានបដកម្មបន្តទៀតចំពោះការថ្លែងរបស់ថៃបែបនេះបាទគឺអនុសេនីយ៍ឯករបស់ថៃហ្នឹងគាត់ថ្លែងបែបនេះណាបាទអញ្ចឹងជាសរុបមកវិញគឺកម្ពុជាបាននាំ AOT ទៅមើលកន្លែងនោះហើយសម្លេងផ្ទុះក៏ផ្អាកការងារហ្នឹងហើយថៃក៏ថាគាត់ក៏ទៅកន្លែងហ្នឹងដែរបាទថែមទាំងថតរូបទៀតផងគឺមិនមែនជា AOT ហ្នឹងពិតប្រាកដទេបាទសម្រាប់ប្រិមិត្តតើយល់យ៉ាងណាខ្ញុំសូមបញ្ចូលមតិរបស់ខ្ញុំបន្តិចគឺខ្ញុំថាភាគីថៃនិយាយហ្នឹងគឺ BS ហ្មងបាទគឺ bullshit ហ្មងបាទនិយាយមិនសំរុំទេបាទ
យកបើកម្ពុជាហ៊ានធ្វើដល់ថ្នាក់យក AOT ទៅបន្លំ AOT គេមិនដឹងបាទគេមិនប្រកាសមកវិញហើយគាត់ដល់ពេលអញ្ចឹងប្រិមត្តអាចសួរថាហេតុអីបើគាត់ហ៊ាននិយាយចោលដល់អញ្ចឹងថ្ងៃក្រោយគាត់ដោះសារថាអូអញ្ចឹងខ្ញុំគិតស្មានឯងខ្លាំងខ្លាយបាទឃើញពីចម្ងាយមើលមិនច្បាស់បាទអញ្ចឹងនិយាយមួយម៉ាត់ហ្នឹងទៅគឺការសន្តានរបស់ខ្ញុំគឺថៃខូចបាទថៃខូចពីព្រោះគាត់ទុកកាឡាមួយដែលគាត់ដោះសារគាត់ថានៅឆ្ងាយអញ្ចឹងគាត់មើលមិនច្បាស់អញ្ចឹងគាត់ថាអញ្ចឹងសិនទៅជំនាញដំបូងបាទហេតុអីក៏បើអ្នកឯងពិតប្រកបមែនហេតុអីមិនមកជួបតាក់ទងខ្ញុំពេលនោះបាទគាត់ដោះសាររួចខ្លួនអញ្ចឹងណាបាទហើយគឺខ្ញុំមិនជឿស្ទើរតែសោះថាភាគីកម្ពុជាបន្លំធ្វើ AOT ពីព្រោះបន្លំយ៉ាងម៉េចបើ AOT គេនៅក្នុងស្រុកខ្មែរនឹងមានបាទមានទៅហើយបើយើងទៅបន្លំពួកខាងនោះគេមិនចេញសេចក្តីថ្លែងការណ៍មកព្រាមថាពួកយើងអត់មានវត្តមាននៅកន្លែងហ្នឹងដោយកម្ពុជាអះអាងទេបាទអញ្ចឹងគឺជាព័ត៌មានអញ្ចឹងបាទប្រិមិត្តគឺយើងទៅមានការពិភាក្សាគិតគូរទៅឲ្យបានដឹងប៉ុន្តែនិយាយត្រង់ទៅវាអត់មានពិបាកក្នុងការគិតសោះតែម្ដងបាទគ្មានផលប្រយោជន៍អ្វីដែលកម្ពុជាទៅធ្វើរឿងហ្នឹងហើយឲ្យខូចឈ្មោះខ្លួនឯងនោះទេបាទថៃគាត់និយាយគាត់ទុកកលាដោះសារបាទចូលដល់ព័ត៌មានពិស្ដាបាទខ្ញុំសូមដកស្រង់ពីប្រភពខាងក្រសួងព័ត៌មានរបស់កម្ពុជាហើយនឹងខាងសារព័ត៌មាននានារបស់ថៃបាទដំបូងនេះគឺសូមជូនពីខាងភាគីកម្ពុជាគឺក្រសួងព័ត៌មានរបស់កម្ពុជាបានរាយការណ៍ថានៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះគឺក្រុមវាស់វែងណាចម្រុះកម្ពុជាថៃបានចាប់ផ្ដើមបង្កើតផែនទីរូបថតដោយការប្រើប្រាស់ drone ដើម្បីថតរូបក្រោយពីបញ្ចប់កិច្ចការនេះគឺក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរនឹងដំណើរការងារបោះបង្គោលបណ្ដោះអាសន្នណាតម្រុយគឺបោះបណ្ដោះអាសន្នសិននៅចន្លោះបង្គោលព្រំដែនលេខ42និង47បាទគឺជាតំបន់ដែលមានបញ្ហារហូតដល់មានការរាយលួចបន្លាយហ្នឹងបាទតំបន់ហ្នឹងគឺស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយនិងខេត្តស្រះកែវរបស់ថៃមុននឹងក្រុមការងារវាស់វែងចម្រុះអនុវត្តការងាររបស់ខ្លួនគឺប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជាហើយនិងថៃគឺបានជួបប្រជុំគ្នានៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតីណែនាំបច្ចេកទេសអញ្ចឹងគឺខ្ញុំបានជម្រាបម្សិលមិញណាអញ្ចឹងនេះគឺជាការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតដែលម្សិលមិញខ្ញុំថាថ្ងៃ19គឺនឹងចាប់ផ្ដើមចេញការវាស់វែងបាទក៏វាស់វែងហើយខាងនោះពេលនោះភាគីថៃគាត់ថាតើកម្ពុជានឹងចូលរួមទេថៃគាត់ថាចាំមើលសិនតើស្ថានភាពពិតឬយ៉ាងណាឥឡូវនេះគឺអ្វីៗកើតឡើងតាមគេហៅថាកាលវិភាគដែលបានព្រមព្រៀងគ្នារវាងភាគីទាំងពីរហើយក្រសួងព័ត៌មានបានបញ្ចប់ដោយបានរាយការណ៍ថាការចុះបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42និងលេខ47ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC កម្ពុជាថៃកាលពីថ្ងៃទី21 22ខែតុលាឆ្នាំ2025កន្លងទៅនេះបាទនេះបើតាមសេចក្តីរាយការណ៍របស់ក្រសួងព័ត៌មានហើយម្សិលមិញនៅពេលដែលខ្ញុំជម្រាបជូនដំណឹងនេះហើយគឺមានអ្នកចូលធ្វើ comment សួរថាតើផែនទីមួយណាអញ្ចឹងណាបាទអញ្ចឹងបើសិនជាយោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនហ្នឹងគឺផែនទីបារាំងកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ1904 1907អញ្ចឹងយើងទៅមើលជាសេចក្តីថ្លែងការណ៍នឹងឡើងវិញក៏ប៉ុន្តែខ្ញុំជឿថានៅសារព័ត៌មានថៃក៏អត់ហ៊ាននិយាយដល់ចំណុចដឹងដែរដោយសារតែប្រហែលជាមានការស្នើសុំពីខាងភាគីថៃយ៉ាងម៉េចដើម្បីកុំឲ្យភាគីថៃនោះរសើបខ្លាំងទុកឲ្យគាត់និយាយអ្វីតាមតែគាត់នឹកឃើញបាទនេះគឺជាសេចក្តីរាយការណ៍របស់ខាងក្រសួងព័ត៌មានឥឡូវនេះខ្ញុំសូមដកស្រង់ពីខាងសារព័ត៌មានថៃវិញម្ដងណាបាទមានច្រើនមាន The Nation មាន Council មានខាងបាងកកប៉ុស្តិ៍បាទដែលខ្ញុំសូមធ្វើសង្យកធ្វើជាព័ត៌មានតែមួយតែម្ដងទៅគឺថៃសារព័ត៌មានថៃនោះក៏បានរាយការណ៍ថាការដោះមីននៅតំបន់ដែលទៅបោះវែងនោះគឺបានបញ្ចប់កាលពីថ្ងៃទី17ខែវិច្ឆិកាអញ្ចឹងដោះមានចប់នៅកន្លែងហ្នឹងហើយដូច្នេះគឺប្រតិបត្តិការងារធ្វើបោះបង្គោលបណ្ដោះអាសន្នព្រំដែនបណ្ដោះអាសន្នគឺចាប់ផ្ដើមនៅថ្ងៃទី19ខែវិច្ឆិកាហើយគឺបង្គោលបណ្ដោះអាសន្ននេះបាននឹងត្រូវបោះនៅតាមបណ្ដោយព្រំដែនដែលមានខ្សែបន្ទាត់ក្រហមខ្សែបន្ទាត់ក្រហម
ដែលនៅតាមបណ្ដោយព្រំដែនជាមួយនឹងខ្សែបន្ទាត់ពណ៌ខៀវនៅតាមបណ្ដោយព្រំដែនហើយកិច្ចការនេះបើតាមសារព័ត៌មាននៅក្នុងប្រទេសថៃរាយការណ៍ដឹងថានឹងត្រូវចំណាយពេលរយៈពេល1ខែដើម្បីបញ្ចប់អញ្ចឹងនៅពាក់កណ្ដាលខែធ្នូខាងមុខនេះណាបាននឹងបញ្ចប់ហើយដោយឡែកលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃបាទសូមស្ដាប់កន្លែងនេះបានច្បាស់ប្រិមិត្តបាទខាងសារព័ត៌មានថៃរាយការណ៍ទេណាលោករដ្ឋមន្ត្រីការពារជាតិរបស់ថៃគឺលោកណាក់ផានិតហ្នឹងបាទគាត់បាននិយាយថាក្រោយពីការដាក់តម្រុយបង្គោលព្រំដែនបណ្ដោះអាសន្ននេះបានបញ្ចប់ហើយគឺនឹងមានការចរចាគ្នាបន្តទៀតតាក់ទងជាមួយនឹងការកាន់កាប់ដីធ្លីបាទការនេះមានន័យថាពលរដ្ឋរបស់កម្ពុជាជាង200គ្រួសារដែលរស់នៅក្នុងក្រោមបន្ទាត់ក្រហមត្រូវតែចាក់ចែងពីតំបន់នោះនេះបើតាមសារព័ត៌មានថៃរាយការណ៍ទេណាបាទហើយក៏មានការពិភាក្សាគ្នាថាតើត្រូវចរចាគ្នាយ៉ាងម៉េចដែរក្នុងការចាក់ចែងនេះហើយគឺខាងកាលពីថ្ងៃទី18ខែវិច្ឆិកាគឺខាងគណៈរដ្ឋមន្ត្រីរបស់ថៃក៏បានអនុម័តនៅកំណត់ហេតុរបស់ខាងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃបាទដែលតាក់ទងជាមួយនឹងបញ្ហានេះផងដែរបាទអញ្ចឹងគឺបាទគឺគាត់ប្រើពាក្យថាអញ្ចឹងអ្វីដែលលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃគាត់និយាយនេះគឺគាត់ថាគឺនឹងមានការចរចាតាក់ទងជាមួយនឹងការសម្របសម្រួលបាទការសម្របសម្រួលការកាន់កាប់ដីធ្លីផងដែរបាទអញ្ចឹងគឺបានន័យថាដោយដែលកម្ពុជាធ្លាប់បាននិយាយក្នុងពេលកន្លងមកគឺថាភាគីថៃចូលដីខ្មែរឬក៏ភាគីខ្មែរយ៉ាងម៉េចទៀតគឺនឹងមានការចរចាគ្នាហើយពាក្យកន្លែងថា adjusting land occupation គឺបានន័យថាការសម្របសម្រួលឬក៏កែសម្រួលការកាន់កាប់ដីធ្លីនៅកន្លែងនោះគឺលោកអនុทิនធ្លាប់និយាយចំម្ដងហើយធ្វើឲ្យលោកមានបញ្ហាជាមួយនឹងប្រជាពលរដ្ឋដែលគាត់និយាយថាថៃក៏ចូលដីខ្មែរបាទខ្មែរក៏ចូលដីថៃនោះបាទពេលនោះគឺធ្វើគាត់មានបញ្ហាដូច្នេះអញ្ចឹងលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃនេះគាត់និយាយនៅពេលនេះមានការប្រយ័ត្នប្រយែងដោយគាត់ highlight ថាពលរដ្ឋកម្ពុជា200នាក់បាទហើយសារព័ត៌មានថៃគាត់ផ្សាយតាមអញ្ចឹងណាដូច្នេះនេះគឺជាអ្វីដែលសារព័ត៌មានថៃបានរាយការណ៍តើស្ថានភាពការពិតជាក់ស្ដែងយ៉ាងម៉េចបាទគឺមិនទាន់ទេគឺនៅមានការចរចាគ្នានៅឡើយយើងអាចដឹងដែរពីព្រោះអីខាងភាគីថៃគាត់អាចនិយាយអញ្ចឹងក្នុងលក្ខណៈនយោបាយរបស់គាត់ដើម្បីបំពេញចិត្តរបស់មហាជនរបស់គាត់ក៏ប៉ុន្តែការពិតជាក់ស្ដែងឬផ្សេងណាបាទ